កាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៅថ្ងៃទី6 ខែធ្នូ ឆ្នាំ 2016 រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរតាមរយៈសេចក្តីសម្រេចលេខ126 សសរ ដែលមានឯកឧត្តម ទឹក រ៉េត សម្រេច រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាប្រធាន និងឯកឧត្តម លោកជំទាវ លោកស្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានាជាសមាជិក ដើម្បីជំរុញ តាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងដ៏ធំនិងមានសារៈសំខាន់នេះ នៅថ្ងៃទី25 ខែតុលា ឆ្នាំ 2017 រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការចរចាជាមួយនឹងក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន មុនចាប់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី ដោយសេចក្តីសម្រេចលេខ96 សសរ ដែលមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាប្រធាន និងឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាសមាជិក ដើម្បីចរចាជាមួយនឹងក្រុមហ៊ុនសម្បទាន SCA ក្រោមការជំរុញ តាមដាន និងត្រួតពិនិត្យដោយផ្ទាល់ពីគណៈកម្មការតម្រង់ទិស ការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធ និងការខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុនសម្បទាន AIAI គម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
បានប្រព្រឹត្តទៅតាមផែនការនិងសម្រេចបាន 25% នៅពេលដែលវត្តមានរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់អមដំណើរអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់កាលពីថ្ងៃទី 3 ខែមេសា ឆ្នាំ 2022 នាដំណាច់ខែសីហា ឆ្នាំ 2023 ការងារសាងសង់ទាំងមូលត្រូវបានបញ្ចប់ រួមមានតំបន់ហោះហើរ អគារស្ថានីយ៍អ្នកដំណើរ ផ្លូវល្បឿនលឿនតភ្ជាប់អាកាសយានដ្ឋាន ប៉មបញ្ជាការហោះហើរ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀតបានបញ្ចប់ការសាងសង់ទាំងស្រុង ការងាររៀបចំប្រតិបត្តិការតាមស្ថានីយ៍សម្រេចបាន 98% និងបញ្ចប់នៅដំណាច់ខែកញ្ញា ឆ្នាំ 2023 នៅថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2023 គណៈកម្មការចរចាជាមួយនឹងក្រុមហ៊ុនសម្បទានប្រលានយន្តហោះ SCA ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្នមុនចាប់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីតំណាងរាជរដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងសំណងជាមួយក្រុមហ៊ុន SCA និងជាមួយក្រុមហ៊ុន AIAI នៅថ្ងៃទី 11 ខែសីហា ឆ្នាំ 2023 ក្រុមហ៊ុនបានហាត់សមធ្វើប្រតិបត្តិការសាកល្បងហោះហើរចំនួន 2 លើកកាលពីថ្ងៃទី 10 ខែសីហា និងថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2023 លើដំណើរការប្រតិបត្តិការទាំងមូលនៅក្នុងអាកាសយានដ្ឋាននិងធ្វើការសាកល្បងហោះហើរត្រង់ក្នុងស្រុកភ្នំពេញសៀមរាបនិងអន្តរជាតិគុនមីងសៀមរាបនៅថ្ងៃទី 5 និងទី 15 ខែតុលា ឆ្នាំ 2023 ក្រុមហ៊ុនបានរៀបចំត្រួតពិនិត្យទៀងទាត់ការអនុវត្តនិងការតម្រូវបទដ្ឋានបច្ចេកទេសនានាដើម្បីទទួលបានវិញ្ញាបនបត្រអាកាសយានដ្ឋាននៅថ្ងៃទី 4 ខែតុលា ឆ្នាំ 2023 ក្នុងអារម្មណ៍ខ្ញុំគិតថាលីងហោះថ្មីវាល្អដែលនៅចិត្តម្ដុំដែលយើងរស់នៅអញ្ចឹងខ្ញុំគិតថាបើសិនជាពលាននោះដំណើរការមានភ្ញៀវអន្តរជាតិច្រើនគាត់មកលេងមកទស្សនានៅខេត្តសៀមរាបយើងនេះខ្ញុំគិតថាវាមានអត្ថប្រយោជន៍ដល់ការងារជាងស្មុតរបស់ខ្ញុំដែរដោយសារយើងអាចពង្រីកហើយនឹងចាប់ផ្ដើមឡើងវិញតាមវិស័យទេសចរនឹងដែរបាទក្នុងនាមខ្ញុំជាប្រតិបត្តិការទេសចរមួយរូបខ្ញុំពិតជាមានសេចក្តីសោមនស្សរីកមែនទែននៅពេលដែលយើងមានពលានយន្តហោះខ្នាតធំមួយនៅប្រទេសកម្ពុជារបស់យើងហើយខ្ញុំរំពឹងថាបន្ទាប់ពីពលានយន្តហោះនេះបានបើកដំណើរការមកសង្ឃឹមថាយើងនឹងមានភ្ញៀវទេសចរច្រើនគាត់អាចអញ្ជើញមកទស្សនានៅខេត្តសៀមរាបយើងហើយពេលនោះនៅពេលដែលយើងមានភ្ញៀវទេសចរច្រើនអាជីវកម្មដោយពួកខ្ញុំនឹងអាចរីកចម្រើនទៅតាមនឹងដែរពួកយើងអាស្រ័យទៅលើភ្ញៀវទេសចរកន្លងមកជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ដែលធ្វើការនៅពលានយន្តហោះសៀមរាបជាច្រើនឆ្នាំមកខ្ញុំរំភើបនៅពេលដែលខ្ញុំបានឮពីពាក្យចេញពីមាត់របស់គាត់នោះគឺស្នាមញញឹមរបស់ប្រជាជនខ្មែរបានរំលេចនៃស្នាមញញឹមដែលអស់ពីបេះដូងពួកយើងទាំងអស់គ្នាដែលជាប្រជាពលរដ្ឋខ្មែរយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីបង្កើតស្នាមញញឹមទុកនៅក្នុងទឹកចិត្តរបស់ភ្ញៀវទេសចរទាំងអស់គ្នាប្រៀបបីដូចជាស្នាមញញឹមរបស់អប្សរាឬក៏ស្នាមញញឹមរបស់ព្រំនៅក្នុងប្រាសាទបាយ័នចឹងគឺញញឹមរហូតរាប់រយរាប់ពាន់ឆ្នាំរហូតដល់យើងបច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលត្រូវបានប្រសិទ្ធនាមជាតារារះនាទិសឧត្តរនឹងក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងរវាងកម្ពុជាទៅកាន់ពិភពលោកកាន់តែទូលាយហើយនឹងក្លាយជាចន្ទល់ដ៏រឹងមាំសម្រាប់ទ្រទ្រង់វិស័យទេសចរនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូល។